มันนี่จำยำแผบวิธีក្នុងការលេង Wi-Fi free នៅលើមេឃរើសក៏អីធ្វើមិនឲ្យបានលេខរួមធំ Airline ណាដែលមានម្ហូបឆ្ងាញ់បំផុតហើយធ្វើមិនទៅមើលអាទឹកជ្រោះល្បីនៅសិង្ហបុរីហ្នឹងដោយមិនបាច់ចេញក្រៅមួយទៀតបើ Vali ខូចវិធីក្នុងការទៅសុំលុយគេវិញបានទៀត Airline ជាច្រើនធំៗឥឡូវគេមាន online check in ហើយតោះគ្នាអាច check in ពីផ្ទះទៅបានមុនជើងហោះហើរនិយាយទៅមុនហោះមួយយប់គឺខ្ញុំ check in ទៅហើយពេលទៅដល់ពលានណាតម្លាក់តា Vali ទេគឺលឿនមែនតើដល់5នាទីទេធ្វើអញ្ចឹងចំណេញពេលមែនតើដោយសារយើងអត់ត្រូវឈរជួជាមួយអ្នកផ្សេងៗដែលគេ check in ផ្ទាល់មានអ៊ំនោះគាត់ខឹងពួកខ្ញុំថាទៅដល់ក្រោយទេមិនក៏ check in ហើយចុះបើពួកខ្ញុំ check in ពីផ្ទះហើយហ្នឹងទៅដល់ហ្នឹងថ្លុនទៅគីឡូហ្នឹង Airline ដែលខ្ញុំជិះហ្នឹងអាច check in មុនបានពីចន្លោះ2ថ្ងៃរហូតដល់2ម៉ោងមុន departure ហើយពេលយើង online check in មុនអញ្ចឹងគឺរើសកៅអីបានមកឆ្លាញ់តាមតែខ្ញុំប្រាប់តិចមួយទៀតក្នុងការរើសកៅអីដែលបានលេខរួមធំគឺតើអស់នេះត្រូវតែហាមាត់សុំគេ emergency seat ឲ្យតែកន្លែងណាមាន emergency seat តើអស់នេះគឺគេដាក់លេខរួមឲ្យយ៉ាងធំតែតម្រូវឲ្យតើអស់នេះចេះនិយាយភាសាតាក់ទងជាអង់គ្លេសបានគេឲ្យ emergency seat ហ្នឹងគឺអត់មានច្រើនទេហើយបើតើអស់នេះជិះតាម Singapore Airlines គេមាន free wifi ឲ្យទៀតមុនហោះតើអស់នេះត្រូវ register ជា KrisFlyer member សិនអញ្ចឹងពេលឡើងដល់មេឃ scan QR code ដាក់ឈ្មោះដាក់លេខកៅអីអញ្ចឹងទៅគឺលេង wifi បានហើយនេះមិត្តភក្តិខ្ញុំអស់ TikTok មកសេរីនៅលើមេឃឲ្យតែខ្ញុំសំលុយបានតែងតែចង់ជិះ Singapore Airlines មូលហេតុចម្បងគឺខ្ញុំចូលចិត្តម្ហូប Singapore Airlines មែនតើខ្ញុំជិះប្រហែលដងហើយម្ហូបគឺអត់ដែលសើខកចិត្តទេយ៉ាងច្រើនមកប្រអប់ហ្នឹងគេដាក់4 5មុខចូលគ្នាខ្ញុំអត់ចេះញ៉ាំតែមួយឬក៏ពីរអីទេតែផ្សេងទៅខ្ញុំអត់ស្គាល់ក៏ដោយញ៉ាំទៅគឺឆ្ងាញ់មែនតើណាម្ហូបគេហើយអ្នកជិះយន្តហោះដឹងហើយថាម្ហូបនៅលើកប៉ាល់ហោះគឺវាអត់សូវឆ្ងាញ់ទេអាខ្លះធំតែក្លិនហ្នឹងចង់ចេញមកវិញតែម្ហូប Singapore Airlines យីមែនអាស្អីគេអ្នកញ័រដឹងថាអីគេប៉ុន្តែញ៉ាំទៅឆ្ងាញ់មែនតើបើអ្នកគេនៅ Singapore ស្គាល់អាមួយហ្នឹងវារសជាតិដូចពងមាន់មានជីមានអីជួយប្រាប់ខ្ញុំផងខ្ញុំចង់រកទិញញ៉ាំមែនតើញ៉ាំពេលណាក៏ម៉ត់អស់លេងពីចានដែរខ្ញុំអត់ដឹងថាអ្នកគេខ្លះគឺដូចខ្ញុំឯងកាលពីក្មេងធ្លាប់គិតថាពេលគេឡើងលើមេឃជិះយន្តហោះហ្នឹងបន្ទប់បង់ហើយអានឹងវាធ្លាក់ពីលើមេឃមកមែនពេលជិះម៉ូតូជិះអីក្រុមយន្តហោះចេះតែកិច្ចរហូតខ្លាចវាធ្លាក់អីមកដែលខ្ញុំឆ្លាញ់ពីការជិះ Singapore Airlines មួយទៀតគឺបាន layover នៅ Singapore ចង់ចេញទៅមើលទឹកធ្លាក់ជ្រោលតែប៉ុន្តែគេអត់ recommend ឲ្យចេញក្រៅទេដោយសារយើង layover ខ្លីពេកអញ្ចឹងមានតែជិះ Skytrain ពី Terminal 3ទៅ Terminal 2ដើម្បីបានមើលទឹកធ្លាក់ដ៏ស្អាតនេះទាំងអស់នេះគឺមើលចិត្តគៀកមែនតើណាគឺជិះកាត់នឹងហ្មងទឹកធ្លាក់ហ្នឹងនៅមុខ Terminal 1ប៉ុន្តែដើម្បីឃើញវាតាមរថភ្លើងអញ្ចឹងត្រូវជិះ between Terminal 2 1 3បន្ទាប់មកទៅរកអីញ៉ាំនៅ McDonald ប៉ុណ្ណឹងអស់$13.5អាមេរិកគឺថ្លៃមែនតើធ្លាប់ញ៉ាំ McDonald នៅក្រៅឆ្ងាញ់ប៉ុន្តែញ៉ាំនៅក្នុងពលាននេះគឺអត់ឆ្ងាញ់សោះដោយសារពួកខ្ញុំហោះទៅដល់បាលីអញ្ចឹងត្រូវ connect flight មកតង់ទៀតជិះជាមួយ Scoot ហ្នឹងនៅក្រុម parent company ជាមួយ Singapore Airlines ដែរទេប៉ុន្តែគេលក្ខណៈ budget airline គេ budget airline មែនប៉ុន្តែ survey គេគឺល្អពិបាកតែមួយទេគឺម្ហូបខ្ញុំអត់សូវចេះញ៉ាំគឺក្តៅខ្លាំងហើយមាន់ក៏ញ៉ាំអត់កើតបាយក៏ញ៉ាំអត់កើតអានំនេះរៀងផ្អែមពេកក៏ញ៉ាំអត់កើតដូចគ្នានិយាយទៅមានតែ Singapore Airlines ទេម្ហូប the best មកចំពោះអ្នកឆ្ងល់បន្ទប់ទឹកឥឡូវខ្ញុំមក review បន្ទប់ទឹកអីមើលបន្ទប់ទឹកនេះរៀងធំគាត់បានណាអាចឈរចេញចូលតិចបានបើយន្តហោះផ្សេងតែអស់នេះចូលទៅគឺតែមកប្រឡោះខ្លួនហ្មងគឺអត់បានទេតែប្រគុណគេប្រើសិត sensor ទៀតហើយ finally គឺយើងដល់បាលីហើយទាំងអស់នេះជិះមួយថ្ងៃពេញហ្មងតែមកដល់ភ្លាមមាន 5G ប្រើភ្លាមរឿងចាំបាច់ទាំងអស់នេះត្រូវធ្វើពេលទៅយកបាលីត្រូវ check មើលភ្លាមពេលខ្លះគេអាច route check បាលីយើងពេលខ្លះកង់បាលីបាក់បែកអីចឹងបើមានបញ្ហាត្រូវទៅសួរគេភ្លាមពេលយើងនៅម្ដុំ Bell ហ្នឹងមានបាលីមួយបាក់កង់ហើយពេលមកវិញពួកខ្ញុំ claim បាន25អានេះហោះពីបាលីទៅសិង្ហបុរីវិញហើយដល់ថ្ងៃមកផ្ទះហើយដូចគ្នាអញ្ចឹងគឺពួកខ្ញុំ online check in ទៅហើយពេលមកដល់ counter សុំ emergency seat គេចំពោះអ្នកអត់បាន online check in មុនគឺឈរចាំយូរមែនតើមនុស្សច្រើនហើយមានបុគ្គលិក Scoot មួយហ្នឹងពេលដែលគាត់ឃើញទីតាំងចុងក្រោយពួកខ្ញុំទៅ KTI គាត់សោយហើយភ្ញាក់ផ្អើលហ្មងគាត់ថាលើកទី1របស់គាត់ដែលឃើញគេហោះទៅនេះខ្ញុំឲ្យមើល seat ខ្ញុំមកទាំងអស់នេះគឺអានេះទលាជាងលើកមុនទៀតបាន emergency seat ទាំងអស់នេះនឹងមានក្តីសុខមកទោះពេលហោះមកវិញហ្នឹងម្ហូប Scoot ក៏ខ្ញុំញ៉ាំអត់កើតដែរបន្ទាប់មកយើងមក layover នៅសិង្ហបុរីទៀតហើយមុននឹងយើងហោះទៅខ្មែរហើយបានផឹក Luckin តោះនេះខ្ញុំប្លែកមែនតើពេលឃើញគេមានអាខាមរូមនេះនៅសិង្ហបុរីចង់ឲ្យពលានយើងមានអាខាមរូមចឹងដែរហើយទៅសិង្ហបុរីអត់ញ៉ាំមកថោសនេះមិនកើតពីសិង្ហបុរីមកខ្មែរមានអារម្មណ៍ថាលឿនមែនតើខ្ញុំមើលរឿង AI នេះតែមួយផ្លែតដល់នេះគឺជាម្ហូបនៅ Singapore Airlines គឺឆ្ងាញ់ទៀតហើយតោះនេះគឺខ្ញុំញ៉ាំអស់លេងម្ហូប Airline ផ្សេងគឺខ្ញុំកម្រញ៉ាំអស់ណាស់ពេលខ្លះដាក់តែមួយម៉ាត់ចេញមកវិញប៉ុន្តែ Singapore Airlines គឺឆ្ងាញ់រហូតហ្មងហើយឥឡូវនេះគឺយើងមកដល់ KTI យើងវិញហើយ vlog មានតែប៉ុណ្្នឹង